នេះជាកីឡាករកម្ពុជា2នាក់គត់ដែលលេងពីន AFF ឲ្យ23លើកជាប់គ្នាសល់តែមួយថ្ងៃទៀតពានរង្វាន់ជើងឯកយុវជនអាស៊ានអាយុក្រោម23ឆ្នាំ AFF ឲ្យ23 Championship ដែលមាន10ប្រទេសចូលរួមនឹងចូលមកដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម23ឆ្នាំស្ថិតនៅក្នុងពូល B ជាមួយអុយ23វៀតណាមនិងអុយ23ឡាវស្របពេលនេះដែរបើកលេចទៅមើលបញ្ជីឈ្មោះកីឡាករ23នាក់ចុងក្រោយដែលចេញរួចរាល់នោះមានកីឡាករ2នាក់ដែលធ្លាប់លេងពាននេះ2លើកជាប់គ្នាមកហើយលើកនេះជាលើកទី3របស់ពួកគេកីឡាករទាំងពីរនាក់នោះគឺលេណូរ៉ានិងសិនសវណ្ណមករាដោយពួកគេធ្លាប់បានបង្ហាញខ្លួនពាននេះជាលើកដំបូងនៅក្នុងឆ្នាំ2022ហើយក៏បន្តមានឈ្មោះនៅក្នុងឆ្នាំ2023ស្ថិតិរបស់អ្នកទាំងពីរគឺនៅឆ្នាំ2022លេណូរ៉ាបង្ហាញខ្លួន2ប្រកួតស្របពេលដែលសិនសវណ្ណមករាបង្ហាញខ្លួនបាន3ប្រកួតទាត់ចូលមួយគ្រាប់ប៉ុន្តែពុំបានឡើងវគ្គបន្តនោះទេដោយឡែកនៅឆ្នាំ2023បង្ហាញខ្លួនបាន2ប្រកួតដូចគ្នាស្របពេលដែលសិនសវណ្ណមករាបង្ហាញខ្លួនបាន3ប្រកួតនិងពុំបានឡើងវគ្គបន្តដូចគ្នាត្បិតអ្នកទាំងពីរធ្លាប់បង្ហាញខ្លួនពីលើកក្នុងពាននេះបើក្រឡេកមកមើលអ្នកធ្លាប់លេងពាននេះកាលពីឆ្នាំ2023គឺមានច្រើនគួរសមគួរឲ្យកត់សម្គាល់ផងដែរដែលរួមមានដូចជាអ្នកចាំទី Redley Heng ខ្សែការពារ Hud Van Net យ៉ងភូមិនសំអល់ទីណាខណៈដែលបម្រើរួមមានកីឡាករជូស៊ីនទីនិងកុងលីហួរគូបញ្ជាក់ថាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម23ឆ្នាំស្ថិតនៅពូល B ជាមួយនឹងអុយ23វៀតណាមនិងអុយ23ឡាវនោះប្រកួតដំបូងត្រូវជួបឡាវនៅថ្ងៃទី16ខែកក្កដាបន្ទាប់ពីជួបវៀតណាមនៅថ្ងៃទី22ខែកក្កដាក្រៅពីពូល B របស់កម្ពុជាក្រឡេកមកមើលពូល A វិញមានម្ចាស់ផ្ទះឥណ្ឌូនេស៊ីម៉ាឡេស៊ីហ្វីលីពីននិងប្រុយណេស្របពេលដែលពូល C មានថៃមីយ៉ាន់ម៉ានិងទីម៉ូខាងកើតវគ្គសន្សំបន្ទុកក្នុងពូលនេះមានតែក្រុមលេខ1ប្រចាំពូលទាំង3ប៉ុណ្ណោះដែលបានកៅអីចុះបន្ទាប់ដោយស្វ័យប្រវត្តិស្របពេលដែលក្រុមលេខ2ល្អដែលមានបន្ទុកឬគ្រាប់បាល់ចំណេញច្រើនជាងគេមួយក្រុមនឹងត្រូវបានជ្រើសរើសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ជាមួយនឹងក្រុមកំពូលតារាងទាំង3ខាងលើដូច្នេះរងចាំមើលថាតើឈុតអុយ23កម្ពុជាលើកនេះដែលមានកីឡាករមួយចំនួនធ្លាប់មានបទពិសោធន៍ជាមួយនឹងពាននេះស្រាប់អាចជួយឲ្យក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ជាលើកដំបូងក្រោយខកខានតាំងពីឆ្នាំ2019បានដែរឬទេគួររំលឹកថាពានរង្វាន់ដដែលខាងលើនេះក្រុមអុយ23កម្ពុជាធ្លាប់មានប្រវត្តិល្អបំផុតគឺឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់កាលពីឆ្នាំ2019ដោយកាលនោះកម្ពុជាធ្វើជាម្ចាស់ផ្ទះផ្ទាល់ផងនោះបានបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ4ខណៈដែលឆ្នាំរងគ្រោះបំផុតគឺពេលដែលបង្កើតពានលើកដំបូងក្នុងឆ្នាំ2005ដោយប្រកួត3ដងចាញ់ទាំង3ដងក្នុងពូលសាំងជាមួយទ្រូហោងមិនថ្លៃដូចបងប្អូនគិតនោះទេសំខាន់មានប្រូម៉ូសិនជាច្រើនសម្រាប់អតិថិជនថែមទៀតសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ093 999និង393